បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះយើងមករៀនកាត់សក់ទៀតហើយពុកម៉ែបងប្អូនណាបាទជាលក្ខណៈប្រភេទម៉ូតសក់ឡុងសុងជើងខ្ពស់ឬក៏គេហៅថាម៉ូតសក់ឈូសបតិញពុកម៉ែបងប្អូនណាបាទអញ្ចឹងបាទសម្រាប់ពុកម៉ែបងប្អូនដែលមានចំណង់ចំណូលចិត្តចង់រៀនខាងវិស័យកាត់សក់ពុកម៉ែបងប្អូនអាចចូលទស្សនាវីដេអូនេះដើម្បីយកចំណេះដឹងទាំងអស់គ្នាបាទចំណែកសក់ពីខាងលើហ្នឹងគឺយើងអត់មានបានធ្វើការកាត់ទេដោយសារតែសក់គាត់ពីមុនគាត់កាត់ខ្លីអញ្ចឹងគាត់អត់ឲ្យយើងកាត់ទេបាទយើងកាត់តែខាងក្រោមទេពុកម៉ែបងប្អូនណាបាទអញ្ចឹងម៉ូតសក់នេះដែរមុនដែលយើងធ្វើការកាត់ពុកម៉ែបងប្អូនណាបាទគឺយើងប្រើពុម្ពលេខ 4.5 មីលីម៉ែត្រពុកម៉ែបងប្អូនណាបាទយើងធ្វើការឈូសឡើងទៅបាទយើងឈូសឡើងឲ្យខ្ពស់ទៅបាទជាប្រភេទម៉ូតសក់ឡុងសុងជើងខ្ពស់អញ្ចឹងយើងលើកឡើងវាឡើងខ្ពស់ទៅពុកម៉ែបងប្អូនណាបាទពីចំហៀងយើងលើកឡើងរៀងប្រឆិតអញ្ចឹងមកបាទហើយពីក្រោយគឺយើងលើកឡើងវាឲ្យស្មើនឹងទងស្លឹកកញ្ចៀកខាងលើពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនមើលទៅត្រង់ចំណុចទងស្លឹកកញ្ចៀកខាងលើហ្នឹងពុកម៉ែបងប្អូនឈូសវាឲ្យស្មើទងស្លឹកកញ្ចៀកខាងលើហ្នឹងទៅបាទទាំងខាងឆ្វេងទាំងខាងស្ដាំបាទពុកម៉ែបងប្អូនមើលទៅឈូសវាឲ្យស្មើទាំងសងខាងទៅអាហ្នឹងជាប្រភេទម៉ូតសក់ឡុងសុងជើងខ្ពស់ពុកម៉ែបងប្អូនណាបាទបន្ទាប់មកគឺយើងប្រើពុម្ពលេខ1បាទពុម្ពលេខ3មីលីម៉ែត្រពុកម៉ែបងប្អូនណាបាទមុនដំបូងគឺយើងប្រើពុម្ពលេខ 4.5 មីលីម៉ែត្របន្ទាប់មកគឺយើងប្រើពុម្ព3មីលីម៉ែត្រពុកម៉ែបងប្អូនណាបាទយើងធ្វើការឈូសបតិញទៅបាទហើយការឈូសពុកម៉ែបងប្អូនត្រូវតែឈូសឲ្យវាមានភាពបតិញយើងឈូសកុំឲ្យវាជាន់គ្នាណាពុកម៉ែបងប្អូនបាទបន្ទាប់មកទៀតគឺយើងប្រើពុម្ពលេខ1.5 មីលីម៉ែត្របាទយើងធ្វើការឈូសដេញទៅរកពុម្ពលេខ3មីលីម៉ែត្រទៅបាទឈូសបតិញគ្នាទៅមកតំណទៅពុកម៉ែបងប្អូនណាបាទ 4.5 មីលីម៉ែត្រចុះមក3មីលីម៉ែត្រចុះមក 1.5 មីលីម៉ែត្របាទយើងឈូសកុំឲ្យវាជាន់គ្នាណាបាទឈូសឲ្យវាក្រោមគ្នាមកតំណមកបាទបន្ទាប់មកទៀតគឺយើងប្រើម៉ូទ័រ X7 មូលធ្មេញវាស៊ីអស់យើងរំលេញវាឡើងទៅឲ្យផុតស្លឹកកញ្ចៀកខាងលើនឹងបន្តិចបានហើយពុកម៉ែបងប្អូនណាជើងសក់ខាងក្រោមឯហ្នឹងយើងរំលេញវាឲ្យម៉ត់មកបាទយើងមួលធ្មេញម៉ូទ័រឲ្យស៊ីអស់មកបន្ទាប់ពីយើងរំលេញខាងក្រោមនឹងរួចរាល់អស់យើងយកក្រាស់ហើយនឹងម៉ូទ័រសេរីត្រង់ចំណុចដែលយើងធ្វើការឈូសពុម្ពលេខ 4.5 មីលីម៉ែត្រមុនដំបូងហ្នឹងយើងធ្វើការសេរីវាឲ្យមានភាពបតិញស្មើពីខាងក្រោមនឹងមកបាទឲ្យវាមានភាពបតិញស្មើស្អាតសិនមកបាទទាំងខាងឆ្វេងទាំងខាងស្ដាំទាំងពីក្រោយពុកម៉ែបងប្អូនណាបាទយើងធ្វើការសេរីមកឲ្យវាស្មើគ្នាមកពេលដែលយើងឈូសវាអត់ទាន់ស្មើស្អាតទេអញ្ចឹងយើងត្រូវការយកខៀសឲ្យនឹងម៉ូទ័រសេរីដើម្បីឲ្យវាមានភាពបតិញស្មើស្អាតណាពុកម៉ែបងប្អូនបាទបន្ទាប់ពីយើងធ្វើការសេរីរួចយើងប្រើម៉ូទ័រជ្រឹបជើងសក់បាទពុកម៉ែបងប្អូនណាបាទយើងធ្វើការជ្រឹបជើងសក់ឲ្យវាមានដានឲ្យវាចេញជារាងតិចសិនមកបាទមុននេះយើងធ្វើការកោណាពុកម៉ែបងប្អូនបាទយើងធ្វើការជ្រឹបបែបហ្នឹងមកបាទយើងធ្វើការជ្រឹបឲ្យចូលគល់សក់ចាស់ហ្នឹងបន្តិចមកដើម្បីឲ្យវាមានដានច្បាស់យើងងាយស្រួលនឹងកោណាបន្ទាប់ពីយើងធ្វើការកោយើងត្រូវតែបាញ់ទឹកវាឲ្យសើបន្តិចសិនចាំយើងកោបាទហើយយើងកោត្រង់ចំណុចកែងហ្នឹងណាយើងកោវាចេញជារាងដងសទូចបន្តិចពុកម៉ែបងប្អូនណាបានវាឃើញស្អាតបាទបន្ទាប់មកគឺយើងកោដាក់ផ្លែឡាមចុះមកក្រោមមកយើងកោជើងសក់ប្អូសចូលមកក្រោមឲ្យវែងមកបាទយើងកោបែបហ្នឹងមកពុកម៉ែបងប្អូនណាបាទហើយការកោយើងព្យាយាមទាញសាច់ឈាវរបស់យើងឲ្យតឹងមេដៃពិតនៅក្នុងឡានទាញញូចមួយបាទដើម្បីកុំឲ្យសាច់នឹងយាពេលយើងទាញសាច់តឹងទៅយើងកោទៅវាអត់មុតណាពុកម៉ែបងប្អូនបាទយើងធ្វើការកោតាមដែលខ្ញុំប្រាប់ឬក៏ខ្ញុំណែនាំហ្នឹងទៅយើងព្យាយាមកោមួយចឹងមកពុកម៉ែបងប្អូនណាយើងកុំប្រឹងសកត់ដៃខ្លាំងពេកបាទយើងព្យាយាមកោឲ្យវាថើដៃណាកុំឲ្យភ្ញៀវយើងឈឺបាទហើយយើងកោទាំងខាងឆ្វេងនិងខាងស្ដាំទៅបាទដោយសារតែខ្ញុំថតបានមួយចំហៀងទេប៉ុន្តែការកោយើងកោឲ្យដូចគ្នាមកពុកម៉ែបងប្អូនណាបាទបន្ទាប់មកគឺយើងធ្វើការយកកត្រៃចោះដើម្បីចោះត្រង់ចំណុចសក់ណាដែលវានៅខ្មៅដុំត្រង់ចំណុចក្បាលណាដែលទម្រង់ក្បាលរបស់យើងគាត់នៅរាងផុតយើងធ្វើការយកកត្រៃសាប់ហ្នឹងចោះដើម្បីឲ្យវាមានភាពបតិញស្មើស្អាតណាពុកម៉ែបងប្អូនបាទយើងធ្វើការចោះបែបហ្នឹងមកពុកម៉ែបងប្អូនណាបាទហើយសក់នេះគឺពីខាងលើគឺយើងអត់ធ្វើការកាត់ទេដោយសារតែសក់គាត់ពីមុនគាត់កាត់ខ្លីអញ្ចឹងគាត់អត់ឲ្យយើងកាត់ពីខាងលើទេគាត់ទុកទាំងអស់អញ្ចឹងយើងកាត់ទៅខាងក្រោមទេបាទ
នេះលទ្ធផលសក់របស់យើងគឺរួចរាល់ហើយពុកម៉ែបងប្អូនណាបាទអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយទៀតពុកម៉ែបងប្អូនណាបាទកុំភ្លេចជួយ like និង share ម្នាក់មួយផងបាទអរគុណ